ជំរាបសួរបងប្អូនមិត្តអ្នកស្ដាប់តែអ្នកដឹងទេថាដំបូងមានហេរញ្ញវត្ថុដ៏ល្អបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រត្រូវបានគេសរសេរឡើងហើយមកទល់ឥឡូវមានអាយុកាលជិត100ឆ្នាំទៅហើយវានៅតែអាចយកមកប្រើប្រាស់និងមានប្រសិទ្ធភាពមកទល់ថ្ងៃនេះមនុស្សភាគច្រើនសន្មតថាការកសាងភាពមានបានคล้ายជារឿងកាន់តែស្មុគស្មាញទៅដោយសារតែបច្ចេកវិទ្យាវិបត្តិអតិផរណារូបិយប័ណ្ណគ្រីបតូទីផ្សារភាគហ៊ុននិងប្រព័ន្ធសេដ្ឋកិច្ចសម័យទំនើបប៉ុន្តែការពិតជាក់ស្ដែងនោះគឺទោះបីជាពិភពលោកមានការផ្លាស់ប្ដូរលឿនយ៉ាងណាក៏ដោយក៏អេរយាប័តនិងចិត្តវិទ្យារបស់មនុស្សប្រែប្រួលតិចតួចបំផុតមនុស្សនៅតែជួបប្រទះបញ្ហាចាយវាយហួសកម្រិតសន្សំលុយបានតិចតួចហើយតែងតែឆ្ងល់ថាហេតុអ្វីបានជាភាពជោគជ័យផ្នែកហិរញ្ញវត្ថុហាក់ដូចជានៅឆ្ងាយពីដៃរបស់ពួកគេជានិច្ចនេះហើយគឺជាមូលហេតុដែលសៀវភៅ The Richest Man in Babylon នៅតែបន្តជំរុញចិត្តអ្នកអានរាប់លានអ្នកនៅជុំវិញពិភពលោកជំនួសឲ្យការបង្រៀនពីយុទ្ធសាស្ត្រវិនិយោគដ៏ស្មុគស្មាញសៀវភៅនេះបានចែករំលែកនូវទស្សនវិជ្ជាហិរញ្ញវត្ថុដែលមិនចេះចាស់គំរិលតាមរយៈសាច់រឿងសាមញ្ញដែលកើតឡើងនៅក្នុងទីក្រុងបាប៊ីឡូនដែលជាអរិយធម៌ដ៏មានស្ដុកស្ដំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិតួអង្គនៅក្នុងសាច់រឿងទាំងនេះបានជួបប្រទះបញ្ហាប្រឈមជាច្រើនដូចជាពួកយើងនៅក្នុងថ្ងៃនេះបេបិទពួកគេបារម្ភរឿងលុយកាក់ស្រមៃចង់បានសេរីភាពហិរញ្ញវត្ថុធ្លាប់ដើរខុសផ្លូវខាត់លុយបងយ៉ាងច្រើននិងតែងតែស្វែងរកជីវិតដែលប្រសើរជាងមុនតាមរយៈបទពិសោធន៍របស់ពួកគេអ្នកនិពន្ធ George Clason បានលាតត្រដាងនៅគោលការណ៍គ្រឹះទាំងឡាយដែលនៅតែមានឥទ្ធិពលខ្លាំងក្លានៅថ្ងៃនេះមិនខុសពីការរាប់ពាន់ឆ្នាំមុននោះឡើយទោះបីជាអ្នកទទួលបានប្រាក់ខែតិចតួចជាម្ចាស់អាជីវកម្មទើបតែចាប់ផ្ដើមអាជីពការងារឬកំពុងរៀបចំផែនការចូលនិវត្តន៍ក៏ដោយមេរៀននៅក្នុងសៀវភៅនេះអាចជួយអ្នកឲ្យក្តោបក្តាប់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឯងនិងកសាងភាពមានបានមួយដ៏រឹងមាំយូរអង្វែងតោះយើងទៅស្វែងយល់ពីគតិបណ្ឌិតដែលមិនចេះចាស់គំរិលពីសៀវភៅ The Richest Man in Babylon ទាំងអស់គ្នាមេរៀនទី1បើកប្រាក់ខែឲ្យខ្លួនឯងមុនគេ Pay yourself first មេរៀនដ៏ល្បីល្បាញបំផុតនៅក្នុងសៀវភៅនេះគឺមានលក្ខណៈសាមញ្ញគួរឲ្យភ្ញាក់ផ្អើលមួយផ្នែកនៃលុយទាំងអស់ដែលអ្នករកបានគឺជារបស់អ្នកសម្រាប់រក្សាទុកមនុស្សភាគច្រើននៅពេលទទួលបានប្រាក់ចំណូលភ្លាមគឺចាប់ផ្ដើមបើកលុយឲ្យអ្នកដទៃមុនគេបង្អស់ថ្លៃឈ្នួលផ្ទះថ្លៃម្ហូបអាហារវិក័យប័ត្រផ្សេងថ្លៃសោកបំណុលថ្លៃជាវសេវាកម្មនិងចំណាយរាប់មិនអស់ផ្សេងទៀតបានលេបត្របាក់ប្រាក់ខែរបស់ពួកគេយ៉ាងលឿនដល់ចុងខែគឺស្ទើរតែគ្មានសល់លុយអ្វីសម្រាប់សន្សំទាល់តែសោះសៀវភៅនេះបង្រៀនយើងឲ្យផ្លាស់ប្ដូរទម្លាប់នេះមកវិញមុននឹងបង់លុយឲ្យអ្នកដទៃចូលប្រគល់លុយឲ្យខ្លួនឯងមុនគេបង្អស់រឿងនេះមិនមែនមានន័យថាយកលុយទៅទិញកាដូថ្លៃឬចំណាយលើរបស់របរប្រណិតដើម្បីផ្គាប់ចិត្តខ្លួនឯងនោះទេវាមានន័យថាត្រូវដកយ៉ាងហោចណាស់ 10% នៃចំណូលទាំងអស់ដែលអ្នករកបានរួចរក្សាទុកដាច់ដោយឡែកហើយដាច់ខាតហាមយកវាទៅចាយវាយចូលស្រមៃថាអ្នករកបាន$2,000ក្នុងមួយខែប្រសិនបើអ្នកដកសន្សំ 10% ឲ្យបានទៀងទាត់អ្នកនឹងមានលុយ$200ជារៀងរាល់ខែដើម្បីយកទៅធ្វើការបម្រើដល់អនាគតរបស់អ្នកជំនួសឲ្យការបណ្ដោយឲ្យវាហួសបាត់ទៅក្នុងការចំណាយប្រចាំថ្ងៃដំបូងឡើយវានឹងមានអារម្មណ៍ថាពិបាកបន្តិចប៉ុន្តែវាដូចគ្នានៅពេលដែលយើងអាចសម្របខ្លួនទៅនឹងការរស់នៅតាមប្រាក់ខែដែលគេដំឡើងឲ្យអញ្ចឹងគឺយើងក៏អាចសម្របខ្លួនទៅនឹងការរស់នៅដោយប្រើប្រាស់លុយដែលតិចជាងមុនបន្តិចបានដូចគ្នានៅពេលដែលពេលវេលាកន្លងផុតទៅការសន្សំវានឹងคล้ายទៅជាទម្លាប់ស្វ័យប្រវត្តិជាងការលះបង់ដោយឈឺចាប់ដំណើរឆ្ពោះទៅរកភាពមានបានមិនមែនចាប់ផ្ដើមពីការរកលុយឲ្យបានច្រើននោះទេប៉ុន្តែចាប់ផ្ដើមមកពីការរក្សាទុកលុយដែលអ្នករកបានឲ្យបានកាន់តែច្រើនមេរៀនទី2ការគ្រប់គ្រងការចំណាយរបស់អ្នក Control your expense មនុស្សជាច្រើនជឿជាក់ថាពួកគេត្រូវការប្រាក់ចំណូលខ្ពស់ជាងមុនទើបអាចក្លាយជាអ្នកមានបានប៉ុន្តែសៀវភៅនេះបានបែងចែកយ៉ាងច្បាស់លាស់រវាងសេចក្តីត្រូវការចាំបាច់ needs និងចំណូលចិត្ត wants ទោះបីជាមនុស្សរកលុយបានច្រើនប៉ុណ្ណាក៏ដោយក៏ចំណង់របស់ពួកគេតែងតែរីកធំធាត់លឿនជាងចំណូលជានិច្ចមនុស្សម្នាក់ដែលរកបាន$3,000ក្នុងមួយខែអាចនឹងជឿថាបើគេរកបាន$5,000នោះរាល់បញ្ហានឹងត្រូវបានដោះស្រាយទាំងស្រុងប៉ុន្តែនៅពេលដែលពួកគេឡើងទៅដល់កម្រិតនោះពួកគេនឹងចាប់ផ្ដើមទិញផ្ទះធំជាងមុនទិញឡានស៊េរីទំនើបជាងមុនទិញខោអាវថ្លៃនិងបង្កើតចំណាយផ្សេងបន្ថែមទៀតមិនយូរប៉ុន្មានពួកគេនឹងជួបសម្ពាធហិរញ្ញវត្ថុនិង stress រឿងលុយកាក់មិនខុសពីមុនឡើយរឿងនេះនៅក្នុងសម័យបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាវិបត្តិអតិផរណានៃរបៀបរស់នៅ lifestyle inflation
សៀវភៅនេះរំលឹកយើងថាភាពមានបានមិនត្រូវបានកំណត់ដោយប្រភពចំណូលតែមួយមុខនោះទេវាត្រូវបានកំណត់ដោយភាពវៃឆ្លាតនៃការគ្រប់គ្រងលុយកាក់របស់អ្នកវិធីសាស្ត្រជាក់ស្ដែងដើម្បីអនុវត្តមេរៀននេះគឺត្រូវពិនិត្យមើលរាល់ការចំណាយប្រចាំខែរបស់អ្នកដោយភាពស្មោះត្រង់ចូលសួរខ្លួនឯងថាតើចំណាយនីមួយៗពិតជាបានជួយឲ្យជីវិតរបស់អ្នកល្អប្រសើរឡើងពិតប្រាកដឬវាគ្រាន់តែជាទម្លាប់ខ្ជះខ្ជាយការកាត់បន្ថយចំណាយមិនចាំបាច់មិនមែនមានន័យបោះបង់ចោលសេចក្តីសុខនោះទេប៉ុន្តែវាគឺជាការតម្រង់ទិសដៅលុយកាក់របស់អ្នកទៅរកអ្វីដែលមានតម្លៃពិតប្រាកដសម្រាប់ជីវិតមេរៀនទី3បង្ខំឲ្យលុយរបស់អ្នកធ្វើការឲ្យអ្នក make your money work for you ការសន្សំលុយគឺគ្រាន់តែជាចំណុចចាប់ផ្ដើមដំបូងប៉ុណ្ណោះប្រសិនបើលុយសន្សំរបស់អ្នកដេកស្ងៀមរហូតទាល់តែអស់មួយជីវិតវានឹងរីកធំធាត់យឺតបំផុតសៀវភៅនេះបានបង្រៀនថាលុយកាក់គួរតែក្លាយជាបុគ្គលិករបស់អ្នករាល់ដុល្លារដែលអ្នកបានសន្សំសុទ្ធតែមានសក្តានុពលក្នុងការបង្កើតចំណូលបន្ថែមហើយចំណូលដែលបង្កើតបានទាំងនោះនឹងបន្តបង្កើតចំណូលថ្មីបន្ថែមទៀតបង្កើតបានជីវ័តនៃការរីកចម្រើនមិនចេះចប់នៅក្នុងសម័យបច្ចុប្បន្នគំនិតនេះអាចស្ដែងឡើងក្នុងរូបភាពជាច្រើនដូចជាការវិនិយោគនៅក្នុងមូលនិធិសន្ទុះ Index Funds ការទិញអចលនទ្រព្យសម្រាប់ជួលការបង្កើតអាជីវកម្មដែលមានប្រាក់ចំណេញឬការវិនិយោគលើការអប់រំនិងចំណេះដឹងខ្លួនឯងដើម្បីបង្កើនសមត្ថភាពរកលុយចូលស្រមៃពីការដាំដើមឈើហូបផ្លែមួយដើមដំបូងឡើយវានៅតូចហើយមិនទាន់ផ្ដល់ផលអ្វីឡើយប៉ុន្តែនៅពេលឆ្នាំកន្លងផុតទៅវាលូតលាស់កាន់តែរឹងមាំបង្កើតផលផ្លែផ្កាកាន់តែច្រើនហើយថែមទាំងបង្កើតគ្រាប់ពូជដែលអាចដុះទៅជាដើមឈើថ្មីៗជាច្រើនទៀតភាពមានបានក៏រីកធំធាត់តាមរបៀបដូចគ្នានេះដែរនៅពេលដែលលុយរបស់អ្នកត្រូវបានវិនិយោគដោយភាពវៃឆ្លាតមេរៀនទី4ការពារទ្រព្យសម្បត្តិរបស់អ្នក Protect your wealth ការកសាងភាពមានបានទាមទារពេលវេលាយ៉ាងយូរប៉ុន្តែការបាត់បង់វាវិញអាចនឹងកើតឡើងត្រឹមតែមួយប្រព្រឹត្តផ្នែកប៉ុណ្ណោះសាច់រឿងមួយនៅក្នុងសៀវភៅបានរៀបរាប់ពីមនុស្សដែលបានយកលុយទៅវិនិយោគលើឱកាសដែលពួកគេមិនយល់ច្បាស់ហើយចុងក្រោយត្រូវខាតបង់រលាយលុយអស់ពីខ្លួនមេរៀននេះគឺច្បាស់លាស់ណាស់ចូលស្វែងរកដំបូន្មានពីមនុស្សដែលមានចំណេះដឹងនិងបទពិសោធន៍ពិតប្រាកដហើយជៀសវាងដាច់ខាតនៅការវិនិយោគណាដែលសន្យាថានឹងផ្ដល់ភាពមានបានយ៉ាងឆាប់រហ័សខុសពីធម្មតាប្រសិនបើឱកាសណាមួយស្ដាប់ទៅហាក់ដូចជាល្អពេករហូតដល់មិនគួរឲ្យជឿភាគច្រើនវាគឺជាការបោកប្រាស់ឬគឺជារឿងមិនពិតឡើយមុននឹងវិនិយោគចូលចោទសួរសិក្សាពីហានិភ័យនិងស្វែងយល់ពីរបៀបដែលការវិនិយោគនោះដំណើរការភាពអត់ធ្មត់និងការសម្រេចចិត្តដោយប្រុងប្រយ័ត្នច្រើនតែនាំមកនូវលទ្ធផលល្អប្រសើរជាងការរត់ដេញតាមរលកពេញនិយមមួយឆាវការការពារលុយរបស់អ្នកគឺមានសារៈសំខាន់មិនចាញ់ការរកលុយនោះឡើយមេរៀនទី5ធ្វើជាម្ចាស់លើផ្ទះសម្បែងរបស់ខ្លួនឯង Own your home សៀវភៅនេះបានលើកទឹកចិត្តឲ្យមនុស្សម្នាក់ៗខិតខំធ្វើជាម្ចាស់លើកន្លែងដែលខ្លួនរស់នៅឲ្យតែស្ថានភាពហិរញ្ញវត្ថុអំណោយផលនិងសមហេតុផលការមានផ្ទះផ្ទាល់ខ្លួនផ្ដល់នូវស្ថិរភាពកាត់បន្ថយភាពមិនច្បាស់លាស់ក្នុងជីវិតនិងបង្កើតបានជាទ្រព្យសកម្មមួយដែលអាចកើនឡើងតាមតម្លៃតាមពេលវេលាទោះបីជាយ៉ាងណាក៏ដោយមេរៀននេះមិនមែនគ្រាន់តែជាការបង្ខំចិត្តទិញអចលនទ្រព្យដោយមិនគិតពីតម្លៃនោះទេវាគឺជាការធ្វើការសម្រេចចិត្តដោយម៉ត់ចត់ដើម្បីពង្រឹងស្ថានភាពហិរញ្ញវត្ថុរយៈពេលវែងរបស់អ្នកទោះបីអ្នកជ្រើសរើសទិញផ្ទះឬជួលផ្ទះក៏ដោយគន្លឹះសំខាន់គឺត្រូវធានាថាថ្លៃចំណាយលើការស្នាក់នៅមិនខ្ពស់ពេករហូតដល់គ្មានសល់លុយសម្រាប់សន្សំនិងវិនិយោគជាប្រចាំនោះឡើយមេរៀនទី6ត្រៀមលក្ខណៈសម្រាប់អនាគត Prepare for the future ជីវិតគឺជារឿងដែលមិនអាចទាយទុកមុនបានឡើយចំណាយលើការព្យាបាលជំងឺភ្លាមការបាត់បង់ការងារអាសន្នផ្សេងក្នុងគ្រួសារនិងការចូលនិវត្តន៍សុទ្ធតែទាមទារឲ្យមានការរៀបចំផ្នែកហិរញ្ញវត្ថុជាមុនសៀវភៅនេះលើកទឹកចិត្តឲ្យអ្នកអានឲ្យគិតគូរវែងឆ្ងាយជាងថ្ងៃបច្ចុប្បន្នហើយកសាងសុវត្ថិភាពសម្រាប់ថ្ងៃស្អែកការបង្កើតកញ្ចប់ថវិកាបម្រុងអាសន្ន Emergency Fund ការទិញធានារ៉ាប់រងដែលសមស្របនឹងការវិនិយោគសម្រាប់ការចូលនិវត្តន៍គឺជាឧទាហរណ៍សម័យទំនើបនៃដំបូន្មានដែលមិនចេះចាស់គំរិលមួយនេះសន្តិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុមិនមែនកើតចេញពីការអង្គុយបួងសួងសង្ឃឹមថាគ្រប់យ៉ាងនឹងរលូននោះទេប៉ុន្តែវាកើតចេញពីការត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពមិនច្បាស់លាស់នៃជីវិតមេរៀនទី7បង្កើនសមត្ថភាពរកលុយរបស់អ្នក Increase your ability to earn មេរៀនមួយដែលមនុស្សភាគច្រើនតែងតែមើលរំលងនៅក្នុងសៀវភៅនេះគឺសារៈសំខាន់នៃការអភិវឌ្ឍខ្លួន Personal Growth កាលណាជំនាញរបស់អ្នកកាន់តែមានតម្លៃខ្ពស់សក្តានុពលនៃការរកប្រាក់ចំណូលរបស់អ្នកកាន់តែធំធាត់ទៅតាមនោះដែរការវិនិយោគលើខ្លួនឯងច្រើនតែផ្ដល់នូវផលចំណេញត្រឡប់មកវិញខ្ពស់បំផុតជាងអ្វីទាំងអស់ការរៀនសូត្របច្ចេកវិទ្យាថ្មីការពង្រឹងជំនាញទំនាក់ទំនងការទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈ
ការអានសៀវភៅនិងការអភិវឌ្ឍសមត្ថភាពដឹកនាំសុទ្ធតែជាការបង្កើនតម្លៃរបស់អ្នកនៅក្នុងទីផ្សារការងារចូលចាត់ទុកខ្លួនឯងថាជាការវិនិយោគដ៏អស្ចារ្យបំផុតចំណេះដឹងនិងសមត្ថភាពដែលអ្នកទទួលបានមិនអាចមាននរណាម្នាក់មកលួចយកបានឡើយមិនអាចរលាយបាត់បង់នៅក្នុងវិបត្តិទីផ្សារហើយក៏មិនអាចរងការបំផ្លិចបំផ្លាញដោយសារអតិផរណាបានដែរមេរៀនទី8ច្បាប់ទាំង5នៃមាស The 5 Law of Gold នៅក្នុងសាច់រឿងបន្ទាប់លោក Clayson បានសង្ខេបគតិបណ្ឌិតរបស់គាត់ទៅជាច្បាប់ចងចាំចំនួន5ច្បាប់ទី1មាសឬក៏លុយកាក់នឹងហូរចូលមកយ៉ាងរីករាយចំពោះអ្នកណាដែលចេះដកសន្សំយ៉ាងហោចណាស់ 10% នៃចំណូលរបស់ខ្លួនច្បាប់ទី2មាសនឹងធ្វើការយ៉ាងសកម្មនិងហ្មត់ចត់ចំពោះម្ចាស់ដែលមានភាពវៃឆ្លាតក្នុងការយកវាទៅវិនិយោគដោយយកចិត្តទុកដាក់ច្បាប់ទី3មាសឬក៏លុយកាក់នឹងនៅជាប់ជានិច្ចជាមួយម្ចាស់ដែលចេះស្វែងរកដំបូន្មានពីមនុស្សដែលមានបទពិសោធន៍ច្បាប់ទី4មាសលុយកាក់នឹងរត់រកចេញពីអ្នកណាដែលយកវាទៅវិនិយោគលើអាជីវកម្មឬឱកាសដែលខ្លួនមិនយល់ច្បាស់ច្បាប់ទី5មាសនឹងរលាយបាត់យ៉ាងលឿនបំផុតពីមនុស្សដែលរត់ដេញតាមផលចំណេញដែលមិនប្រកបប្រជាឬជឿតាមដំបូន្មានបោកប្រាស់ទោះបីជាច្បាប់ទាំងនេះត្រូវបានសរសេរឡើងរាប់ទសវត្សរ៍មុនក៏ដោយក៏វានៅតែពណ៌នាយ៉ាងត្រឹមត្រូវពីភាពជោគជ័យនិងភាពបរាជ័យផ្នែកហិរញ្ញវត្ថុដែលយើងកំពុងឃើញនៅថ្ងៃនេះដដែលមេរៀនទី9សំណាងល្អគឺលំអៀងទៅរកការអនុវត្ត Luck favors action មនុស្សជាច្រើនតែងតែអង្គុយរងចាំឱកាសដ៏ល្អឥតខ្ចោះពួកគេរងចាំឲ្យសេដ្ឋកិច្ចល្អជាងមុនរងចាំប្រាក់ខែខ្ពស់ជាងមុនឬរងចាំការវិនិយោគដែលត្រូវប៉ុន្តែសៀវភៅនេះវែកញែកថាអ្វីដែលមនុស្សភាគច្រើនហៅថាសំណាងតាមពិតទៅវាគឺជាលទ្ធផលនៃការបន្តធ្វើសកម្មភាពយ៉ាងទៀងទាត់ពាណិជ្ជករដែលជោគជ័យមិនមែនមកពីគាត់មានសំណាងជាងគេដោយសារតែឱកាសហោះមកដួលចំពីលើនោះទេគាត់មើលឃើញឱកាសពីព្រោះគាត់បានត្រៀមលក្ខណៈសម្បត្តិខ្លួនឯងរួចជាស្រេចហើយហ៊ានធ្វើសកម្មភាពភ្លាមៗនៅពេលដែលពេលវេលាមកដល់ជំនួសឲ្យការអង្គុយរងចាំពេលវេលាល្អឥតខ្ចោះចូលចាប់ផ្ដើមនៅថ្ងៃនេះសន្សំ 10% ដំបូងរបស់អ្នកចាប់ផ្ដើមសិក្សាពីការវិនិយោគអានសៀវភៅហិរញ្ញវត្ថុមួយក្បាលឬកាត់បន្ថយចំណាយមិនចាំបាច់មួយមុខសកម្មភាពតូចតាចនឹងបង្កើតជាកម្លាំងជំរុញដ៏ធំធាត់មេរៀនទី10ភាពមានបានគឺត្រូវបានកសាងឡើងមួយជំហានម្ដងប្រហែលជាមេរៀនដ៏អស្ចារ្យបំផុតនៅក្នុងសៀវភៅទាំងមូលគឺភាពមានបានកម្រនឹងកើតឡើងចេញពីការត្រឹមតែមួយយប់ណាស់វប្បធម៌សម័យទំនើបតែងតែលើកតម្កើងអ្នកជោគជ័យត្រឹមមួយប្រព្រឹត្តភ្នែកឬសេដ្ឋីវ័យក្មេងភ្លាមប៉ុន្តែភាពមានបានដែលរឹងមាំនិងយូរអង្វែងភាគច្រើនគឺត្រូវបានកសាងឡើងបន្តិចម្ដងតាមរយៈភាពអត់ធ្មត់វិន័យនិងការធ្វើវាឲ្យបានទៀងទាត់រាល់ប្រាក់ខែដែលត្រូវដកសន្សំរាល់ការវិនិយោគដែលឆ្លាតវៃនិងរាល់ការសម្រេចចិត្តហិរញ្ញវត្ថុដែលហ្មត់ចត់គឺប្រៀបដូចជាដុំឥដ្ឋមួយដុំដែលយកទៅរៀបធ្វើជាគ្រឹះនៃអនាគតរបស់អ្នកដំណើរការនេះហាក់ដូចជាយឺតបន្តិចនៅពេលចាប់ផ្ដើមប៉ុន្តែនៅពេលដែលឆ្នាំកន្លងផុតទៅការសម្រេចចិត្តតូចទាំងនោះនឹងបង្កើតជាផលគុណល្បឿន compound growth នាំមកនូវលទ្ធផលដ៏អស្ចារ្យបំផុតសេរីភាពហិរញ្ញវត្ថុមិនមែនជាទម្លាយរបាំងដ៏អស្ចារ្យត្រឹមម្ដងនោះទេប៉ុន្តែវាគឺជាការអនុវត្តទម្លាប់សាមញ្ញឲ្យបានទៀងទាត់ជានិច្ចមេរៀនជាក់ស្ដែងដែលអាចអនុវត្តបាននៅថ្ងៃនេះអ្នកមិនចាំបាច់ត្រូវតែទៅរស់នៅក្នុងទីក្រុងបាប៊ីឡុនបុរាណទើបអាចទាញផលប្រយោជន៍ពីគំនិតទាំងនោះបានឡើយនេះគឺជាជំហានជាក់ស្ដែងមួយចំនួនដែលអ្នកអាចចាប់ផ្ដើមភ្លាមទី1សន្សំយ៉ាងហោចណាស់ 10% នៃប្រាក់ខែគ្រប់ពេលមុនពេលយកទៅចាយវាយលើរបស់ផ្សេងទៀតទី2បង្កើតកញ្ចប់ថវិកាដែលបែងចែកដាច់ស្រឡះរវាងសេចក្តីត្រូវការចាំបាច់និងចំណង់ចំណូលចិត្តទី3វិនិយោគឲ្យបានទៀងទាត់ជាប្រចាំជំនួសឲ្យការអង្គុយទាយមើលពេលវេលាទីផ្សារឡើងចុះទី4កសាងកញ្ចប់ថវិកាបម្រុងអាសន្នដើម្បីការពារខ្លួនពីការចំណាយដែលមិនបានរំពឹងទុកទី5បន្តរៀនសូត្រជំនាញថ្មីដើម្បីបង្កើនប្រភពចំណូលរបស់អ្នកទៅថ្ងៃអនាគតទី6ស្វែងរកដំបូន្មានពីអ្នកជំនាញដែលគួរឲ្យទុកចិត្តមុននឹងធ្វើការសម្រេចចិត្តហិរញ្ញវត្ថុធំទី7មានចិត្តអត់ធ្មត់និងបណ្ដោយឲ្យផលគុណល្បឿន compound growth ធ្វើការបម្រើដល់អ្នកចូលចងចាំថាជោគជ័យផ្នែកហិរញ្ញវត្ថុគឺជាការរត់ប្រណាំងចម្ងាយឆ្ងាយមិនមែនជាការរត់ប្រណាំងយកល្បឿនក្នុងរយៈពេលខ្លីនោះឡើយសេចក្តីសន្និដ្ឋានចុងក្រោយសៀវភៅ The Richest Man in Babylon ឬក៏បរិសដែលមានជាងគេនៅទីក្រុង Babylon រំលឹកយើងថាគោលការណ៍នៃភាពមានបានគឺមានលក្ខណៈសាមញ្ញគួរឲ្យភ្ញាក់ផ្អើលទោះបីជាវាមិនមែនជាការងាយស្រួលក្នុងការអនុវត្តតាមចំណុចក៏ដោយចូលសន្សំមួយផ្នែកនៃលុយដែលរកបានចាយវាដោយវៃឆ្លាតវិនិយោគដោយប្រុងប្រយ័ត្នការពីអ្វីដែលអ្នកបានកសាងនិងបន្តអភិវឌ្ឍខ្លួនឯងហើយអ្វីដែលសំខាន់បំផុតនោះគឺរក្សានូវភាពអត់ធ្មត់មេរៀនទាំងនេះបានឆ្លងកាត់និងស្ថិតស្ថេរអស់រយៈពេលជាច្រើនជំនាន់ពីព្រោះវាមានឫសគល់ចេញពីឥរិយាបថរបស់មនុស្សពិតប្រាកដមិនមែនផ្អែកលើស្ថានភាពសេដ្ឋកិច្ចដែលប្រែប្រួលនោះឡើយ
ទីផ្សារមានការឡើងចុះបច្ចេកវិទ្យាមានការវិវត្តឧស្សាហកម្មថ្មីៗត្រូវបានបង្កើតឡើងប៉ុន្តែវិន័យភាពទៀងទាត់និងការសម្រេចចិត្តដ៏ឆ្លាតវៃមិនដែលហួសសម័យកាលឡើយសារពិតប្រាកដនៃសៀវភៅនេះមិនមែនចង់ប្រាប់ថាភាពមានបានត្រូវមានបំរុងទុកសម្រាប់តែមនុស្សដែលមានសំណាងឬមានដុងពីកំណើតនោះទេប៉ុន្តែវាបង្ហាញថាមនុស្សធម្មតាគ្រប់រូបសុទ្ធតែអាចសម្រេចបាននូវសុវត្ថិភាពហិរញ្ញវត្ថុដ៏អស្ចារ្យបានដូចគ្នាតាមរយៈការបង្កើតទម្លាប់ដែលមិនចេះចាស់គំរិលទាំងនេះឲ្យបានជាប់លាប់ប្រសិនបើមានមេរៀនតែមួយគត់ដែលត្រូវចងចាំពីសៀវភៅនេះចូលចាំពាក្យមួយឃ្លានេះចុះភាពមានបានមិនត្រូវបានកំណត់ដោយទំហំទឹកប្រាក់ដែលអ្នករកបាននោះទេវាត្រូវបានកំណត់ដោយទំហំទឹកប្រាក់ដែលអ្នកអាចរក្សាទុកបានដោយភាពវៃឆ្លាតនៃការវិនិយោគនិងភាពអត់ធ្មត់ដែលអ្នកបណ្ដោយឲ្យវារីកធំធាត់សូមអរគុណសម្រាប់ការតាមដានស្ដាប់ប្រសិនបើអស់លោកយល់ថាគំនិតទាំងអស់នេះមានប្រយោជន៍ចូលចាប់ផ្ដើមអនុវត្តគោលការណ៍ណាមួយសូម្បីតែមួយនៅក្នុងនេះគឺបានបង្កើតទម្លាប់ហិរញ្ញវត្ថុល្អបំផុតសម្រាប់អ្នកហើយចាប់ផ្ដើមអនុវត្តពីទម្លាប់ទូចៗហើយអនុវត្តវាឲ្យបានជារៀងរាល់ខែយើងនឹងឃើញអំពីការផ្លាស់ប្ដូរទាំងស្រុងតាក់ទងជាមួយនឹងហិរញ្ញវត្ថុរបស់អ្នកហើយប្រសិនបើបងប្អូនចូលចិត្តការសង្ខេបសៀវភៅជាក់ស្ដែងតាក់ទងជាមួយនឹងហិរញ្ញវត្ថុអាជីវកម្មនិងការអភិវឌ្ឍខ្លួនសូមកុំភ្លេចចុច Subscribe ដើម្បីកុំឲ្យខកខានការសង្ខេបសៀវភៅនៅវីដេអូបន្ទាប់អរគុណចំពោះការតាមដានស្ដាប់រហូតដល់ចប់យើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតជូនពរសំណាងល្អSome